បាទហើយបងប្អូនត្រូវចាំថ្ងៃនេះជាថ្ងៃដាក់អសានវត្តចុងក្រោយបើគេអត់ធ្វើអីសោះគេនឹងមានបញ្ហាជាមួយប្រជាជនគេយ៉ាងហោចណាស់ក៏គេត្រូវយកអបុលយកមកឈូសដីយើងដើម្បីឲ្យគេអាចនឹងតបស្នងសងជំងឺផ្លូវចិត្តប្រជាជនគេខ្លះដែរអានេះយើងត្រូវយល់បាទបងខ្ញុំយល់តាបងខ្ញុំយល់តាយល់ថាតាហ៊ានថៃជាមួយនឹងរាជរដ្ឋាភិបាលថៃហ្នឹងគេស្រឡាញ់ប្រជាពលរដ្ឋគេគេយកទៅទុកដាក់គេដាក់អាបុលដាក់អាអីយកមកឈូសឆាយដីខ្មែរតំណាំខ្មែរដើម្បីស្អំចិត្តប្រជាជនរបស់គេដើម្បីកុំឲ្យប្រជាជនខឹងរាជរដ្ឋាភិបាលរបស់គេអញ្ចឹងថៃគេស្រឡាញ់ប្រជាជនរបស់គេមកថៃគេយកចិត្តទុកដាក់របស់គេមកគេសុខចិត្តគេយកអាបុលយកអីយកមកឈូសឆាយលើដីខ្មែរយកដីខ្មែរដើម្បីស្អំចិត្តប្រជាជនរបស់គេកុំឲ្យប្រជាជនរបស់គេនឹងឡាំប៉ាថារាជរដ្ឋាភិបាលនិយាយឲ្យមិនបានធ្វើនិយាយឲ្យមិនបានសាច់ការអីគេធ្វើដើម្បីប្រជាជនរបស់គេស្រឡាញ់ប្រជាជនរបស់គេមកថៃចោះខាងយើងណាចោះយើងចំណែកយើងវិញដីផ្ទះគេពាត់យកឥឡូវគេមកឈូសឆាយប្រជាជនរបស់យើងកំពុងតែរងចាំការដោះស្រាយពីអាជ្ញាធរពីក្រសួងពាក់ព័ន្ធផ្ទះអត់ទាន់បានមកវិញទេអត់ដឹងថាថ្ងៃណាទេហើយបានធ្វើមើលគេឈូសឆាយផ្ទះរបស់ខ្លួនឯងមើលគេឈូសឆាយដីរបស់ខ្លួនឯងតំណាំរបស់ខ្លួនឯងតើពេលណាគាត់អត់បានរកស៊ីអីទេចាំមើលការដោះស្រាយនឹងដើម្បីបានផ្ទះតើផ្ទះបាននៅវិញថ្ងៃណាតើដីរបស់យើងនឹងគេឈូសឆាយតើដែលគេយកហ្នឹងតើអាចបានមកវិញអត់វាអញ្ចឹងតើអាចបានមកវិញទៀតអត់គេឈូសឆាយហើយផ្ទះពេលណាបាននៅពេលណាបានដីមកវិញយើងកំពុងចាំមើលហើយវាយូរខែហើយតើដីហ្នឹងតើយើងអាចបានមកវិញអត់រងចាំការដោះស្រាយហ្នឹងមិនដឹងថាដោះស្រាយហ្នឹងឈ្នះគេឬក៏ចាញ់គេដីហ្នឹងតើអាចបានមកប្រជាពលរដ្ឋវិញអត់វាអញ្ចឹងទៀតហើយប្រជាពលរដ្ឋដេកនៅក្នុងតង់រងចាំការដោះស្រាយពីអាជ្ញាធរពីរាជរដ្ឋាភិបាលរបស់យើងអត់មានបានរស់ស៊ីអីទេនៅអង្គុយចាំមើលការដោះស្រាយតើពេលណាបានផ្ទះពេលណាបានដីមកវិញហើយសួរអាពេលណាហ្នឹងហើយតើវាអាចបានមកវិញទៀតអត់វាអញ្ចឹងទៀតតើយើងដោះស្រាយយើងឈ្នះគេអត់ក្នុងការដោះស្រាយហ្នឹងវាអញ្ចឹងទៀតប្រជាពលរដ្ឋអន្តះសាររងចាំមកអ្វីដែលចង់លើកឡើងគេធ្វើដើម្បីប្រជាជនរបស់គេមកឈូសឆាយធ្វើដើម្បីប្រជាជនរបស់គេគេខ្លាចប្រជាជនរបស់គេខឹងគេខ្លាចប្រជាជនរបស់គេនឹងអន់ចិត្តរាជរដ្ឋាភិបាលគេខំប្រឹងមកឈូសឆាយលើដីខ្មែរអូយគេស្រឡាញ់ប្រជាជនគេមកម៉េចប្រជាជនខាងត្រាក់ដឹកនាំរបស់ថៃគេទៅបងប្អូនគិតពិចារណាទាំងអស់គ្នា